ចាលើកនេះមកធ្វើជាផ្កាឈូកដាក់សុំម្ដងថ្ងៃនេះប្លែកឥឡូវហ្នឹងយើងបានកាច់ផ្កាឈូករួចរាល់ហើយយើងចាប់ផ្ដើមរៀបចំដាក់លើសុំអញ្ចឹងណាបងប្អូនទាំងគ្នាហើយពីរបៀបកាច់ផ្កាឈូកចាំមើលតាមវីដេអូខាងក្រោយដោយសារយើងកាច់រួចរាល់ហើយឥឡូវយើងទៅពេលតឡើងដាក់ចូលសុំអញ្ចឹងណាអញ្ចឹងយើងកាច់លៃមើលថាយើងត្រូវដាក់មិនលើមិនឲ្យវាស្អាតអញ្ចឹងទៅជាធម្មតាខ្ញុំរដងធ្វើជាផ្កាឈូកដាក់ក្នុងកន្ត្រកឬក៏ដាក់ជាថូតែថ្ងៃនេះខ្ញុំដាក់ជាសុំដើម្បីដាក់តាំងនិយាយទៅស្អាតប្លែកពេលដែលយើងដាក់ជាសុំអញ្ចឹងណាហើយវាលេចធ្លោមកហើយសុំនេះគឺខ្ញុំដាក់សុំហូបថតហ្មងណាបងប្អូនដើម្បីវាមានកន្លែងបញ្ជួរហើយវាស្អាតស្រស់ស្អាតនិយាយទៅមើលទៅគឺស្អាតខ្លាំងហ្មងឥឡូវនេះយើងបានតបតែងវារួចរាល់ហើយនិយាយទៅស្អាតខ្លាំងពេលយើងបញ្ជួរវាក៏វាស្អាតដែរហើយផ្កាឈូកយើងមានផ្កាឈូកមានស្លឹកឈូកមានផ្លែឈូកអញ្ចឹងណាមានរីកមានកំពុំអីអញ្ចឹងទៅហើយដល់ពេលយកមកភ្ជួរអញ្ចឹងគឺស្អាតប្លែកជាងរដងទៀតអញ្ចឹងណាអញ្ចឹងបងប្អូនចង់បានប្រភេទសុំអាចកំងបានយើងមានធ្វើសុំតូចសុំធំបងប្អូនអរគុណច្រើន